សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកថតវីដេអូបែបស្រុកស្រែឲ្យបងប្អូនទស្សនាម្ដងគឺស្រូវខៀវសង្ងាត់ល្អមែនតើខៀវខ្ចីហ្មងគ្រាប់ចិត្តតុំហីស្រូវនេះវាគ្រាប់ធំអត់ដឹងគេហៅថាស្រូវអីដល់ពេលខ្យល់ខ្លាំងពេកទៅធ្វើឲ្យស្រូវហ្នឹងដួលត្រេតនៅម្ដុំកដាហ្នឹងគ្រាប់ស្រូវធំអត់ដឹងថាគេហៅស្រូវអីពូជអីគេអត់ដឹងដែរតែសំខាន់គឺស្រូវចុះថោកមែនតើអត់ដឹងមិនទេកាលពីដើមឡើយគឺប្រជាពលរដ្ឋខ្មែររស់ដោយសារកសិកម្មហ្នឹងឯងធ្វើស្រែធ្វើចំការដល់ពេលស្រូវចុះថោកពេកថោកមែនតើដល់ពេលអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរលែងពឹងផ្អែកទៅលើកសិកម្មហើយនាំគ្នាពឹងផ្អែកទៅលើការងាររោងចក្រអញ្ចឹងហើយធ្វើឲ្យវិស័យកសិកម្មនៅប្រទេសយើងគឺមានការធ្លាក់ចុះអញ្ចឹងហើយមានតែប្រជាពលរដ្ឋរួបរวมគ្នាទេរកដំណោះស្រាយហ្នឹងហើយជាមួយថ្នាក់ដឹកនាំយើងហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះអ្នកដែលចូលចិត្តផ្នែកកសិកម្មចូលចិត្តបែបធម្មជាតិកុំភ្លេច like comment ម្នាក់មួយផងហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាហើយភ្លេចប្រាប់មួយទៀតនោះគឺផ្លូវវាងក្រុងហីផ្លូវលបឿនលឿនទៅខាងកំពង់សោមបើយើងជិះត្រង់ទៅវិញអាហ្នឹងចូលបំពេញហើយហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះ